ស្ដីបងប្អូនហូបនំចុកជាមួយខ្ញុំទាំងអស់គ្នាបងប្អូនចាន់ដែកដាក់លបោយស្លឹកបាសបងប្អូនល្បោយស្លឹកបាសតាមពិតទៅស្លឹកបាសឆាស្ងោរស្លអីបានទាំងអស់អញ្ចឹងនៅតែលបោយនំបញ្ចុកខ្ញុំសាកមើលលើកទី1បងប្អូនខ្ញុំឃើញគេហូបហ្នឹងហើយឥឡូវខ្ញុំសាកលើកទី1បេះមួយដៃឡើងជេរលបងមិញណាបងប្អូនហើយសិតតែលបោយហ្មងនេះត្រួយធំធេតបងប្អូនអើយមួយចានហ្នឹងនំបញ្ចុកហើយជា3កូនចង្វាយប៉ុន្តែលបោយច្រើនម៉ោង7 8 9ហើយបងប្អូនអើយខ្ញុំហូបនំបញ្ចុកហ្នឹងអាហារពេលព្រឹកខ្ញុំអត់ទៀងម៉ោងទេដល់អញ្ចឹងទិញយកមកញ៉ាំនៅផ្ទះរសជាតិដូចប្លែកមានអីបងប្អូនឆ្ងាញ់អត់ធំកពុលអត់អីបងប្អូនអើយសាកមើលបើមិនជឿលបោយនំបញ្ចុកស្លឹកបាសបងប្អូនលើកទី1ឆ្ងាញ់បងប្អូនស្រួយខ្ញោកបេះពីជ័យលបងមិញមួយដៃបងប្អូនអើយអត់ធំកពុលអត់ធំអីបងប្អូនអត់ដឹងស្លឹកបាសហូបលបោយបានសោះបងប្អូនអើយឆ្ងាញ់ណាស់អត់ធំកពុលធំអីទេឆ្ងាញ់មែន